ណៈពេលស្ថានភាពនៅតែបន្តតានតឹងយើងមិនដកដៃមិនដកថយក្នុងការឧបត្ថម្ភនិងរៀបចំស្បៀងអាហារឬសម្ភារៈផ្សេងៗនោះឡើយដើម្បីប្រគល់ចែកជូនទៅកាន់បងៗវីរៈកងទ័ពជួរមុខក៏ដូចជាបងប្អូនជនភៀសសឹកនេះជាទស្សនវិជ្ជានិងសកម្មភាពរបស់ថ្នាក់ដឹកនាំបុគ្គលិកសិស្សនិស្សិតនៃសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិដែលបានរៀបចំស្បៀងអាហារភេសជ្ជៈនិងសម្ភារៈផ្សេងៗដែលទទួលបានពីសប្បុរសធម៌ Belty Charity ដើម្បីត្រៀមប្រគល់ចែកជូនទៅកាន់បងៗវីរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកឆ្លៀតក្នុងឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនៃ Belty គ្រប់ទាំងអស់រួមទាំងសិស្សានុសិស្សនៃសាលា Belty និងនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិគ្រប់ទីតាំងព្រមទាំងឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាមាតាបិតាអ្នកអាណាព្យាបាលនិងសប្បុរសជនទាំងអស់ចំពោះទឹកចិត្តសប្បុរសដ៏ប្រពៃដែលបានចូលរួមបរិច្ចាគថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗដោយស្ម័គ្រចិត្តនិងតាមលទ្ធភាពដើម្បីចូលរួមចំណែកឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹកនៅបន្ទាត់ព្រំដែនកម្ពុជាថៃតាមរយៈមូលនិធិសប្បុរសធម៌ Belty ដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញពី Belty IUU សូមអរគុណសូមជម្រាបលា Belty International University, the future of global leaders.